ទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកជាពិសេស New York, Washington DC និង Los Angeles បានចាប់ផ្ដើមបង្កើនកម្លាំងប៉ូលីសនិងប្រុងជើងការខ្ពស់ដើម្បីទប់ទល់ការសង្សឹករបស់អ៊ីរ៉ង់ចំពេលមានក្តីបារម្ភខ្លាំងអំពីបញ្ហាសន្តិសុខបន្ទាប់ពីលោក Donald Trump វាយប្រហារទីតាំងនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់ប៉ូលីសក្រុង New York បានបង្ហោះលើបណ្ដាញសង្គម X ថាយើងកំពុងតាមដានស្ថានភាពនៅអ៊ីរ៉ង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុតជាវិធានការប្រុងប្រយ័ត្នយើងបានដាក់ពង្រាយកម្លាំងបន្ថែមនៅតាមកន្លែងសាសនាវប្បធម៌និងការទូតទូទាំងទីក្រុងយើងនឹងបន្តតាមដានសម្រាប់ផលប៉ះពាល់ដែលអាចកើតមានចំពោះ New Yorkចំណែកនាយកដ្ឋានប៉ូលីសក្រុង Washington ក៏ចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរដោយនិយាយថានាយកដ្ឋានកំពុងតាមដានយ៉ាងដិតដល់នៅព្រឹត្តិការណ៍នៅប្រទេសអ៊ីរ៉ង់យើងកំពុងសហការជាមួយដៃគូអនុវត្តច្បាប់ក្នុងតំបន់រដ្ឋនិងសហព័ន្ធដើម្បីចែករំលែកព័ត៌មាននិងតាមដានការសម្ងាត់ដើម្បីជួយការពារពលរដ្ឋអាជីវករនិងអ្នកទេសចរនៅ Washingtonរីឯនៅ Los Angeles ឯណោះអភិបាលក្រុង Los Angeles លោកស្រី Karen Bass បានបង្ហោះសារលើបណ្ដាញសង្គម X ថាទីក្រុងកំពុងតាមដានយ៉ាងដិតដល់នៃការគំរាមកំហែងណាមួយចំពោះសុវត្ថិភាពសាធារណៈយ៉ាងណាឥឡូវមិនទាន់មានការគំរាមធ្ងន់ធ្ងរទេប៉ុន្តែជាការប្រុងប្រយ័ត្នប៉ូលីសនឹងបង្កើនការល្បាតនៅជិតទីតាំងគោរពបូជាទីប្រមូលផ្ដុំសហគមន៍និងកន្លែងរសើបផ្សេងទៀតប្រភព Daily Mail